ដែលdụcមិញហ្នឹងគឺគាត់ផុសជេរខ្ញុំណាចង់ប្រាប់ថាដំបូងឡើយខ្ញុំ share រូបយើងប៉ុន្តែខ្ញុំអត់បានជេរយើងទេគឺខ្ញុំ share ថា her not so beautiful ហើយ take ឲ្យមិត្តភ័ក្តិប្រហែលជា 4-5 នាក់ប៉ុន្តែពេលដែលយើង share ខ្ញុំវិញណាយើងជេរខ្ញុំសុំមីចុយម្រាយមីស្រីអន់ច្រកមីអត់ការងារធ្វើថោកជាងស្រីថតស្រាតចង់ប្រាប់ថាចាស្រីថតស្រាតណាក៏គេមានតម្លៃជាងយើងដែរពីព្រោះថាគេអត់មានដើរជេរណាគេផ្ដេសផ្ដាស់ហើយគេទោះបីជាគេថតស្រាតមែនគេអន់ច្រឹកផងហ្នឹងមែនតែគេមិនអន់ច្រឹកដូចយើងខុសរូបចេញមកលក្ខណៈថាវាស្តៀងនឹងដែរហ្នឹងហើយយើងចេះហាមកថាខ្ញុំទៅកើតនិយាយបែនយើងមើលរូបយើងមើលមួយណាដែលអត់បញ្ចេញគោលដៅដល់មនុស្សខុសមួយណាដែលយើងមិន make up ខុសគេបើសិនជាយើង make up ដូចគេការធ្វើខ្លួនបើយើងចេញមកដូចគេមានណាគេ share ពីយើងទេទោះបីជាគេ share ក៏គេត្រឹមតែ share ហើយ take ឲ្យមនុស្សដែលគេចង់ឲ្យឃើញតែប៉ុណ្្នឹងគេអត់មាន share ញ៉ៃញ៉ៃទេអ្នកដែល share រូបយើងមិនមែនមានតែខ្ញុំមួយទេនៅមានមិត្តភ័ក្តិមួយចំនួនទៀតក៏ដូចជា troll ហេតុអីក៏យើងអត់ជេរគេយើងជេរតែខ្ញុំចឹងហើយខ្ញុំមកយល់ត្រង់ហ្នឹងរូបខ្ញុំផុសក៏យើងចូល comment ជេរឆាតមួយខ្ញុំសិនខ្ញុំបាននៅក្នុង Facebook ត្រូវហើយខ្ញុំមកស្អាតដូចយើងទេខ្ញុំបាន360យោមតែចង់និយាយថាចេះច្រកខ្ញុំអត់ដូចយើងដោយសារយើងច្រកល្អដល់ណាគេគាត់សារដោយសារយើងផុសជេរខ្ញុំប៉ុណ្្នឹងហើយនឹងមានអ្នកជេរយើងទៀតយើងគិតមើលត្រង់ហ្នឹងយើងគួរអាចដឹងបានថាច្រកខ្លួនឯងមិនទេណាហើយមួយទៀតយើងខ្ញុំមិនដឹងយើងអាយុប៉ុន្មានទេគ្រាន់តែថាបើសិនជាយើងចង់ហៅណាគេមីយើងគួរណាតែចេះគ្រប់គេផងទោះបីជាយើងថាខ្ញុំប្អូនយើងឆានមកថាខ្ញុំអាយុប្អូនយើងអូខេបើខ្ញុំប្អូនយើងតែខ្ញុំអត់អនុញ្ញាតឲ្យយើងហៅខ្ញុំហ្នឹងមីចុយម្រាយមីអីកើតទេយើងក៏ជាស្រីដែរបើសិនជាគេមកជេរយើងក៏យើងគួរតែយល់អារម្មណ៍ហ្នឹងដែរហើយកុំស្លុយក្នុង Facebook ពេកខ្ញុំមកស្លុយដូចយើងទេហើយ comment តារា Facebook ដូចយើងដែរហើយឈ្មោះឡើងសិត VV Mimo Cambodia ចេះដាក់ Cambodia ដែរហាCambodia ហ្នឹងកម្ពុជាត្រូវអត់ប៉ុន្តែការធ្វើខ្លួនយើងចេញមកមិនមែនខ្មែរការធ្វើខ្លួនយើងចេញមកមិនបានកូនគេអ្នកអត់លុយទិញកៅអៅពាក់ហងហើយផុសជេរគេនោះចេះមើលខ្លួនឯងសោះហ្មងមែនតែអត់មានកញ្ចក់មែនបើអត់មានកញ្ចក់ដើរឆ្លុះទឹកពីងទឹកផ្ទាល់ក៏បានដែរយល់ទេបើសិនជាអត់មានកញ្ចក់មើលហើយមុន make up អីចេញមកមុនផុសរូបមើលផងកុំឲ្យគេ share ញ៉ៃញ៉ៃពេកយើងមិនមែនលើកទី1ដែលគេ share គឺថាវាច្រើនដងហើយដែលគេ share រូបយើងពួក troll ជាពិសេសពួក troll ហេតុអីក៏យើងអត់ជេរគេតែប៉ុណ្្នឹងឯងឆ្ងល់មែនតើហ្មងហេតុអីរឿងខ្ញុំខ្លាំងម៉េចខ្ញុំមិនបានខ្លាចយើងទេគ្រាន់តែថាយើងផុសចេញមកគឺអត់ចង់ឲ្យគេជ្រលក់រយយើងតែប៉ុណ្្នឹងឯណាហើយបើខ្លាំងអាន blog ខ្ញុំចេញមកចាំបាច់ធ្វើអញ្ចឹងធ្វើអីហើយបើសិនជាចង់ផុសជេរឬក៏មិនmission ខ្ញុំចូលផងណាបើអាន blog ហើយអូខេស្លាញ់មិត្តភក្តិទាំងអស់គ្នាហើយវីដេអូហ្នឹងកុំភ្លេចជួយ share